សួស្តីអ្នកទាំងអស់គ្នាជំនុំមកមេរៀនមកសម្រាប់រឿងសូមប្រាក់មកខ្ញុំវិញមកភាគទី17ភាគទី18មនុស្សចូលដល់សាយរឿងកុំភ្លេច like subscribe comment ឲ្យច្រើនផងទុកជាការឲ្យកម្លាំងចិត្តខ្ញុំធ្វើរឿងបន្តទៀតបន្តពីវគ្គមុនបន្តពីឆារុនកំរៀមនាងថាបើហ៊ានដើរមួយចំហ៊ានធៀត្រកូលគ្រួសារលីវ៉ាន់នឹងលែងមាននៅក្នុងចក្រភពនេះទៀតហើយធ្វើនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងលីណាគិតថានាងនៅហ៊ានសួរគាត់ទៀតប៉ុន្តែនាងមិនហ៊ានកម្រើកទេនោះបង្ហាញថាផ្ទះរបស់ឆារុនខ្លោនមានអំណាចប៉ុណ្ណាបុគ្គលដែលគេហៅថាគ្រួសារខ្លោនឬឆារុនខ្លោននៅក្នុងចក្រភពនាងឃើញឆារុននិយាយចឹងនាងមានការភ័យខ្លាចជាខ្លាំងភ្លាមមកនាងក៏បានស្រែកប្រាប់លោកអញ្ញាថាលោកអញ្ញាខ្ញុំធ្វើនេះគឺជាប្រយោជន៍របស់លោកអញ្ញានិងអ្នកប្រុសប៉ុណ្ណោះយើងមិនបានសួរនាងអំពីរឿងនោះទេនាងបានឆ្លងកាត់បន្ទាត់ពេកហើយបារ៉ុននេះធ្វើឲ្យហេឡាភ្ញាក់ផ្អើលឡើងខ្លាំងព្រោះឃើញលោកអញ្ញាបានផ្លាស់ប្ដូរភ្លាមអញ្ចឹងមិនថាមានផែនផលអ្វីក៏ដោយខ្ញុំចូលចិត្តអ្វីដែលបានកើតឡើងនៅពេលនេះឈប់សិនខ្ញុំមិនត្រូវដាក់វាចូលនៅក្នុងមាត់របស់ខ្ញុំម្ដងទៀតទេភ្លាមនោះខ្ញុំមានអារម្មណ៍មិនល្អទេចុះបើវាបំពុលដល់ភាពល្ងងខ្លៅរបស់នាងនោះស៊ីស៊ីលីននិយាយថាគ្រួសាររបស់ខ្ញុំបានធ្វើការនៅផ្ទះរបស់គ្រួសារខ្លៅអស់ជាច្រើនឆ្នាំហើយអ្នកមានគម្រោងបោះបង់យើងចោលសម្រាប់កូនក្មេងថោកទាបនេះវាជាការសម្រេចចិត្តរបស់ខ្ញុំថាក្មេងនេះថោកទាបឬក៏អត់ខ្ញុំជឿថាទូនទីរបស់នាងធ្វើតាមការបញ្ជារបស់ខ្ញុំមិនចឹងអីអ្វីដែលឈរនៅចំពោះមុខនាងនៅពេលនេះគឺជាអ្នកប្រមាញ់ដ៏អស្ចារ្យបំផុតហើយស៊ីស៊ីលីនសាលីវ៉ាន់មានអារម្មណ៍ថាដូចនាងត្រូវបានគេប្រមាញ់អញ្ចឹងបារ៉ុនធីសាលីវ៉ាន់ខ្ញុំមិនចូលចិត្តនិយាយពីរបស់ខ្ញុំឡើងវិញទេហើយខ្ញុំប្រកាសជាមិនអត់ឱនចំពោះមនុស្សល្ងងខ្លៅនោះទេដូច្នេះស្ដាប់ដែលយកចិត្តទុកដាក់ណាត្រឡប់ទៅផ្ទះរបស់នាងវិញទៅចាក់សោខ្លួនឯងនៅក្នុងបន្ទប់របស់នាងហើយបិទមាត់បិទភ្នែករបស់នាងទៅវានឹងល្អប្រសិនបើនាងបិទបានននរបស់នាងថែមទៀតខ្ញុំណែនាំនាងឲ្យនៅឆ្ងាយពីភ្នែករបស់យើងចាំពីពេលនេះទៅប្រសិនបើនាងចង់រក្សាគ្រួសារដ៏ថោកទាបរបស់នាងនៅដដែលនោះស៊ីស៊ីលីសួរទាំងរដប់ថាតើវាមានរយៈពេលប៉ុន្មានហើយឆារុនញ៉ាំបន្តិចរួចហើយនិយាយថារហូតទៅតែឈាមនៃគ្រួសារខ្លោនបាត់ពីផែនដីនេះគាត់កំពុងប្រាប់ឲ្យនាងចាក់សោខ្លួនឯងនាងមិនមានកាតព្វកិច្ចធ្វើតាមបញ្ជាគ្រួសារអភិជនផ្សេងទៀតទេប៉ុន្តែអ្វីខុសគ្នាជាមួយនឹងអុកញ៉ាខ្លោនផ្ទះខ្លោនមានភាពជិតស្និទ្ធខ្លាំងជាមួយនឹងគ្រួសារអធិរាជហើយពាក្យអាចារ្យម្រាខ្លះបាននិយាយថាសូម្បីតែប្រជាអធិរាជក៏មានការប្រុងប្រយ័ត្នដូចគ្នានៅពេលដោះស្រាយជាមួយនឹងពួកគេប៉ុន្តែភាគច្រើនផ្ទះខ្លោនត្រូវបានស្គាល់ថាជាគ្រួសារដែលគ្មានមេត្តាមនុស្សជាច្រើនបានបាត់ខ្លួនដោយគ្មានដានបន្ទាប់ពីការបោះបង់ប្រឆាំងនឹងពួកគេឬក៏ការខកចិត្តរបស់ឆារុនខ្លោនជាការពិតណាស់វាជាជំរឿនរបស់នាងខ្ញុំមិនបានបង្ខំនាងទេនោះគឺជាការបញ្ជាប៉ុន្តែបានខ្លាយទៅជាការណែនាំទៅវិញគ្រួសាររបស់នាងមិនរួចជីវិតឡើយបើសិនជានាងមិនធ្វើតាមបញ្ជារបស់គាត់ត្រឹមត្រូវទេបារ៉ុនសាលីវ៉ាន់នាងក្តាប់រោមនាងបន្តិចរួចហើយនាងនិយាយថាចាស់លោកម្ចាស់ខ្ញុំមានគម្រោងខ្ញុំទៅផ្ទះសម្រាប់ថ្ងៃនេះព្រោះខ្ញុំមានជំងឺប្រចាំកាយហើយឆារុនក៏បានឲ្យអ្នកបម្រើជូនបំណើរភ្ញៀវលីណាក៏ថាអាចមាននរណាម្នាក់ចិត្តអាក្រក់ដោយសារសម្លេងបែបនេះប្រហែលមកពីខ្ញុំជាកូនក្មេងប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ល្អជាងមុនបន្ទាប់ពីខ្ញុំបានបញ្ចេញការខកចិត្តរបស់ខ្ញុំនៅតែមិនទាន់ទទួលបានការសងសឹករបស់ខ្ញុំនៅឡើយទេឥឡូវនេះខ្ញុំបានបើកវាដើម្បីទទួលការសងសឹករបស់ខ្ញុំហើយខ្ញុំនឹងធ្វើឲ្យនាងបង់ប្រាក់សម្រាប់ការធ្វើបាបខ្ញុំប៉ុន្តែជាដំបូងខ្ញុំត្រូវការសម្ភារៈដើម្បីធ្វើវាជាមុនសិនខ្ញុំត្រូវការចំបើងដើមឈើហូលីបន្លាផ្កាកុលាបដបនិងសក់របស់នាងខ្ញុំប្រហែលជាអាចរកសក់របស់នាងឃើញនៅឯបន្ទប់របស់ខ្ញុំព្រាមនោះសម្លេងលោកអុកញ៉ាស្រែកសួរថាតើឯងគិតថាឯងកំពុងធ្វើអីព្រាមនោះហេឡាក៏បានងាកមើលរួចហើយដឹងថានេះគឺជាដេឆាខ្លាំងរួចមានភាពយ៉ាងខ្លាំងលោកអុកញ៉ាបានស្ដីឲ្យលីណាទាំងព្រួយបារម្ភលីណាគិតថាចុះដៃខ្ញុំវិញតើមានអ្វីដែលព្រួយបារម្ភអំពីវាទៅវាជារឿងជាមិនរួចសម្រាប់មនុស្សទុនសោយទទួលបានការឈឺចាប់នោះហើយជារបៀបដែលវាបានកើតឡើងតាំងពីខ្ញុំនៅតូចដូច្នេះហើយខ្ញុំមិនអាណិតខ្លួនឯងទៀតទេអញ្ចឹងហើយលែងខ្ញុំទៅលោកអញ្ញាលើកលីណាឡើងរួចហើយនិយាយថាឯងនៅទីនេះហើយឯងប្រកាសជាឈឺចាប់ណាស់ហើយខ្ញុំមានអារម្មណ៍ចង់ក្អួតតើនេះគឺជាទម្រង់ថ្មីនៃការធ្វើទរណកម្មមែនទេនៅទីនេះហើយនៅឲ្យឈាមឯងពិតជាក្មេងស្រាប់បង្គាប់បានខ្ញុំនៅស្ងៀមព្រោះតែខ្ញុំចង់ធ្វើជាក្មេងស្ដាប់បង្គាប់សូម្បីតែសត្វក៏ដឹងពីអ្វីដែលមានគ្រោះថ្នាក់ដែរឯងនៅតែជាមនុស្សទេលោកនិយាយថាខ្ញុំគឺជាសត្វឥឡូវនេះឯងមានភ្នែកភ្លឺថ្លាដូចជាឪពុករបស់ឯងចឹងខ្ញុំបានប្រាប់លោកហើយឈប់និយាយអត់ប្រយោជន៍មកលើខ្ញុំទៅក្មេងល្ងងយើងនឹងមិនអនុញ្ញាតឲ្យឯងអត់អាហារឬមានម៉ែដងដែលគ្រប់គ្រងលើឯងបែបនេះទៀតទេខ្ញុំសន្យាលើឈ្មោះរបស់ខ្ញុំដេឆាខ្លោចហេតុអ្វីបានជាខ្ញុំស្ដាប់មើលទៅដូចជាគាត់បារម្ភពីខ្ញុំម្ល៉េះតើដេឆាដែលខ្ញុំស្គាល់នៅឯណាតើបេរោះចំណាម្នាក់នោះនៅឯណាបើគាត់ទៅខ្ញុំមានការធុញថប់ពេលមួយថ្ងៃដោយសារតែស្ត្រីម្នាក់នោះនាងក៏រួយនាងក៏ដេកបាត់ទៅលោកកញ្ញាឃើញចឹងក៏និយាយទាំងឆ្ងល់ថាតើក្មេងស្រីម្នាក់នេះបានស្ទង់កាត់អ្វីខ្លះទៅហើយលោកកញ្ញាក៏ឲ្យខេនជ្រើសរើសអ្នកបម្រើថ្មីឲ្យលីណាដែលមានមកផ្សាយមើលថៃក្មេង
លោកកញ្ញាសួរឆារ៉ុនថាតើឯងមានអ្វីដែលត្រូវនិយាយទេឆារ៉ុនឆ្លើយថាខ្ញុំគិតថាវាជាការប្រសើរក្នុងការស្វែងរកមនុស្សត្រឹមត្រូវដើម្បីមើលថែនេះជាជាងឲ្យមនុស្សផ្សេងទៀតបង្កបញ្ហាល្អណាស់ដែលឯងមិនចំទោសហើយឆារ៉ុនក៏បានងក់ក្បាលតាមនឹងទៅហើយមកឃើញហើយណាយើងឯងđangខ្ជូតតាមដល់នៅផ្ទះលោកកញ្ញាដែលឆាយើងឃើញមករស់ម្នាក់កំពុងតែពិនិត្យសុខភាពឲ្យលីណាហើយលោកកញ្ញាសួរថាតើក្មេងម្នាក់នេះយ៉ាងម៉េចហើយរីណូគ្រូពេទ្យប្រចាំគ្រួសារខ្លាំងរីណូផាសៀនអ្នកអាចប្រាប់ខ្ញុំតាមត្រង់មកហើយលោកគ្រូពេទ្យនិយាយថាជាដំបូងការអភិវឌ្ឍរាងកាយរបស់នាងគឺយឺតជាងកុមារដទៃទៀតដែលមានអាយុប្រហែលនឹងនាងហើយនាងខ្វះអាហាររូបត្ថម្ភហើយលោកអញ្ញានិងឆារ៉ុនក៏បានទទួលយកចម្លើយនេះផងដែរលោកគ្រូពេទ្យនៅតែបញ្ជាក់បន្តទៀតថាប៉ុន្តែដោយគិតពីអ្វីដែលនាងបានឆ្លងកាត់ខ្ញុំចង់និយាយថានាងមានសុខភាពល្អជាងការរំពឹងទុកទៅទៀតនិយាយតាមត្រង់ទៅខ្ញុំស្ទើរតែមិនជឿថាក្មេងអាយុប៉ុណ្នេះអាចរកអាហារនិងលាក់ខ្លួនដោយខ្លួនឯងបានករណីបែបនេះមានតែក្មេងដែលអាចប្រើវេទមន្តបានឬក៏មានកំណត់ដូចជាមនុស្សធំទូទៅខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ពេលដែលឮពួកគេនិយាយថាពួកគេបានធ្វើប្រហែសនាងអស់រយៈពេល1សប្តាហ៍អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺបុរសទាំងពីរនាក់នេះគឺជាផ្នែកមួយនៃគ្រួសារខ្លោចមកទីនេះដើម្បីមើលកូនក្មេងដែលមិនស្របច្បាប់ផ្ទះខ្លោចមិនរាប់បញ្ចូលទាំងមនុស្សពេញវ័យនិងកុមារប្រសិនបើពួកគេមិនបំពេញតាមស្តង់ដារដែលត្រូវការខ្ញុំអាចយល់បានថាលោកអញ្ញានៅទីនេះគឺត្រឹមត្រូវព្រោះនាងគឺជាកូនស្រីរបស់កូនប្រុសរបស់គាត់ប៉ុន្តែខ្ញុំមិនបានរំពឹងថាលោកម្ចាស់ឆារ៉ុនក៏មកទីនេះដែរទេ20ឆ្នាំមុនដែលខ្ញុំបានដើរតាមគ្រូពេទ្យនៅប្រចាំគ្រួសារខ្លោចទំនាក់ទំនងរវាងលោកម្ចាស់ឆារ៉ុននិងលោកម្ចាស់បាឡេមិនសូវល្អនោះទេដែលឆាខ្លោនមានកូនចំនួន3នាក់ជាផ្លូវការកូនស្រីស្បឹងត្រូវជាបងស្រីទី1ឈ្មោះសេលីខ្លោនកូនប្រុសទី2ឈ្មោះឆារ៉ុនខ្លោននិងកូនប្រុសទី3ឈ្មោះបាលៀនខ្លោនមានរឿងមួយពិតជាច្បាស់លាស់ណាស់ពួកគេទាំង3នាក់មិនចូលចិត្តគ្នាទៅវិញទៅមកបញ្ហាកង្វល់អាហាររូបត្ថម្ភរបស់នាងនឹងកាន់តែប្រសើរឡើងប្រសិនបើនាងញ៉ាំអាហារបានគ្រប់គ្រាន់ហើយត្រឹមត្រូវនោះចំពោះរបួសរបស់នាងវាហាក់ដូចជាមានស្នាមចូលនិងស្នាមប្រេះខ្លះនៅក្នុងឆ្អឹងរបស់នាងហើយរឿងមួយទៀតដែលរន្ធត់នោះគឺនាងបានវាលើថ្មឥដ្ឋជារៀងរាល់ថ្ងៃលោកកញ្ញាលួនមកថាបាក់ឆ្អឹងបាទលោកកញ្ញានាងត្រូវតែមានអារម្មណ៍ថាឈឺចាប់ជាមួយនឹងការកម្រើកផ្សេងទៀតសូមព្យាយាមការពារនាងកុំឲ្យនាងវាបានគ្រប់ពេលវេលាឬក៏ឲ្យនាងវានៅលើរបស់ទុនព្រោះឲ្យលោកគ្រូពេទ្យគិតថាខ្ញុំសង្ស័យថាពួកគេបានដាក់កម្រាលព្រំបានតែក្មេងម្នាក់ប៉ុណ្ណោះប្រសិនបើវិធីសាស្ត្រនោះពិបាកវាក៏ជាការប្រសើរក្នុងការបង្ហាត់មនុស្សឲ្យដើរដោយមិនចាំបាច់វាតាមដែលអាចធ្វើទៅបានព្រមនោះលោកអុកញ៉ានិយាយទាំងត្រជាក់ថាបារ៉ុនផាសៀននោះមិនមែនជារឿងរបស់លោកទេត្រូវពិនិត្យក្មេងនេះជាប្រចាំហើយរាយការណ៍មកខ្ញុំប្រកាសថាគ្មានអ្វីរារាំងពីការលូតលាស់របស់នាងទេលោកគ្រូពេទ្យក៏បានទទួលបញ្ជារួចហើយគាត់ក៏បានដើរចាក់ចេញទៅនៅពេលយប់គេបានឆ្លុះបញ្ចាំងឲ្យឃើញបន្ទប់មួយហើយមានឃើញក្មេងម្នាក់និយាយថារាត្រីព្រះច័ន្ទពេញវង្សហើយខ្ញុំនៅតែបន្តត្បាញតុក្កតាមួយនេះបន្ថែមបន្លាផ្កាកុលាបនិងរួមបញ្ចូលសក់នាងផងដែរតុក្កតាចម្បាំងខ្ញុំបានធ្វើរួចរាល់ហើយវាមិនងាយស្រួលទេក្នុងការធ្វើតុក្កតាជាមួយនឹងដៃតូចៗរបស់ខ្ញុំនេះវាចំណាយពេលអស់1សប្តាហ៍ដើម្បីបញ្ចប់ការប្រមូលសម្ភារៈក៏មិនងាយស្រួលដែរអរគុណដល់អ្នកបម្រើថ្មីដែលតែងតែស្នាក់នៅក្នុងបន្ទប់របស់ខ្ញុំមិនមានពេលឯកជនសម្រាប់ខ្លួនរបស់ខ្ញុំផ្ទាល់ទេអញ្ចឹងហើយខ្ញុំត្រូវលួចចាញ់ទៅទាំងកណ្ដាលយប់ហើយត្រឡប់មកវិញឲ្យបានលឿនពួកគេតែងតែមកពិនិត្យបន្ទប់របស់ខ្ញុំរាល់2-3ម៉ោងម្ដងហើយខ្ញុំមានពេលកំណត់សម្រាប់ពេលវេលានេះវាពិបាកណាស់ក្នុងការវាខណៈពេលដែលខ្ញុំកំពុងប្រើវេទមន្តរបស់ខ្ញុំដើម្បីយកឈ្នះការងងុយគេងនោះវាកំពុងតែជំរុញឲ្យខ្ញុំចិត្តឈួតហើយនៅពេលដែលពួកគេហាមឃាត់ខ្ញុំកុំឲ្យវានាងចាប់បានខ្ញុំភ្លាមនៅពេលដែលខ្ញុំកំពុងតែវាហើយពួកគេបានយកក្រណាត់ក្រាស់មកដាក់លើជង្គង់របស់ខ្ញុំដែលវាធ្វើឲ្យមានការឈឺចាប់តិចពេលខ្ញុំកំពុងតែវាហើយការផ្លាស់ប្ដូរដ៏ធំបំផុតនោះគឺខ្ញុំទទួលបានក្បាលមុំថ្មីមួយក្បាលមុំមាសពិតជាអាក្រក់ណាស់ថាពួកគេចង់ឲ្យខ្ញុំបាក់ធ្មេញរបស់ខ្ញុំទាំងអស់មែនទេទោះបីខ្ញុំមានក្បាលមុំថ្មីក៏ដោយប៉ុន្តែខ្ញុំនៅតែមានក្បាលមុំកញ្ចាស់និងកខ្វក់នេះដដែលនេះគ្រាន់តែជាការសោកស្ដាយយ៉ាងណាមិញខ្ញុំមិនចាំបាច់ព្រួយបារម្ភអំពីការបាត់បង់វាទៀតទេអ្នកបម្រើថ្មីរបស់ខ្ញុំនាងបានយកខ្សែមកចងក្បាលមុំនេះហើយតុក្កតាក៏បានធ្វើរួចរាល់ហើយដែរខ្ញុំគួរតែដាក់បណ្ដាសាលើបារ៉ុនជាមួយនឹងភាពមិនសមរម្យរបស់នាងវាមើលទៅអាក្រក់ប៉ុន្តែវាធ្វើអ្វីដែលយើងចង់បានអ្វីដែលខ្ញុំចូលធ្វើគឺបញ្ចូលធានរបស់ខ្ញុំបញ្ចូលវេទមន្តខ្លះចូលក្នុងវារួចដុតចោលនោះគឺជាទីបញ្ចប់នៃរឿងនេះឈាមចាក់បញ្ចូលដោយបន្លាផ្កាកុលាបហើយដូច្នេះវាគួរតែគ្រប់គ្រាន់បញ្ហាគឺថាខ្ញុំមិនប្រកាសថាខ្ញុំមានវេទមន្តគ្រប់គ្រាន់ដើម្បីបញ្ចូលទៅក្នុងតុក្កតាឥឡូវនេះសម្រាប់បណ្ដាសាដែលអាចដំណើរការបានទេលីណាក៏ចាប់ផ្ដើមប្រើថាមពលដើម្បីចេញទៅក្រៅប៉ុន្តែភ្លាមនោះនាងក៏មានអារម្មណ៍ថាងងុយដេកហើយថាមពលដែលនាងបានប្រមូលនេះក៏បានរលាយបាត់បន្តិចម្ដងហើយនាងក៏បានលេងលូតបាត់ទៅកាលដល់ព្រឹកថ្ងៃថ្មីលីណាបានភ្ញាក់ឡើងនៅក្នុងរង្វង់ដៃរបស់អ្នកបម្រើរបស់នាង
ហើយអ្នកបរិបទរបស់នាងនិយាយកូនរបស់នាងដោយធម្មតាហើយលីណាក៏បានបញ្ចេញសម្លេងដោយកូនក្មេងរស់ហើយនាងក៏ថាខ្ញុំបានបញ្ចេញសម្លេងដោយកូនក្មេងម្ដងទៀតហើយដោយសារតែអាយុរបស់ខ្ញុំគឺនៅក្មេងអញ្ចឹងខ្ញុំបញ្ចេញសម្លេងនឹងកាយវិការចេញមកដូចជាកូនក្មេងអញ្ចឹងប៉ុន្តែតើខ្ញុំមិនបានធ្វើអ្វីមួយដែលសំខាន់កាលពីយប់មិញភ្លាមនោះអ្នកបម្រើក៏បានហៅលីណារស់ហើយសួរថាតើអ្នកនាងកំពុងតែរករបស់នេះមែនទេហើយលីណាក៏បានស្រែកឡើងថាអូតុក្កតារបស់ខ្ញុំរឿងចប់ហើយអរគុណសម្រាប់ការទស្សនាបើអ្នកចង់ទៅអ្នកខ្ញុំកុំភ្លេចអូនតាម QR នេះផងអរគុណច្រើនខ្លាំងមែនតើហើយខមមិនឲ្យច្រើនផងទុកជាកម្លាំងចិត្តឃើញខមមិនអ្នកទាំងអស់គ្នាខ្ញុំសប្បាយចិត្តខ្លាំងមែនតើ